គេសួរថាខ្លាចការស្លាប់ដែរទេខ្ញុំឆ្លើយទៅវិញយ៉ាងខ្លីខ្ញុំថាខ្ញុំខ្លាចម្លែងទេខ្លាចពេលខ្ញុំស្លាប់ទៅបានស័ក្តិសមគេខំនឹងដីវិញ្ញាណខ្ញុំនៅវិលវល់ព្រោះតែសម្លឹងមើលឃើញគ្រួសារកំពុងតែអន់កំពុងក្រក្រេក្រលេងមើលលោកទាំងពីរវ័យកាន់តែចាស់ចំណាស់ទៅហើយបងប្អូនខ្ញុំវិញក៏ច្រើនគ្មានអ្នកណាអាចជួយបានឡើយនៅក្មេងតូចមិនទាន់នឹងធំនឹងក្តីឯឡើយឯងខ្ញុំគឺជាកូនច្បងខ្ញុំមិនអាចទៅចោលពាន់បានឡើយជីវភាពខ្ញុំពិនលំបាករករ៉ាក្រំរៃមួយច្រើនឆ្នាំហើយមើលដៃមើលជើងរវល់មិនឈុំដាក់គូតអង្គុយមិនបានឡើយខំធ្វើការទាំងថ្ងៃទាំងយំមិនសូវមានពេលដេកឡើយអត់ធ្មត់ខំថ្មិញស៊ូយ៉ាងណាទៅដល់ត្រើយខ្ញុំជាចំណែកជំទល់គ្រួសារទទួលបន្ទុំគ្រប់បាច់ណាស់ផ្លូវដែលខ្ញុំចេញដើរសិនតែបន្លាបន្លាយនឹងព្រំលីខិនលេខសាច់នឹងខ្ញុំដល់ណាមនុស្សរស់មនុស្ស